នេះគឺមានក្មួយមកច្រើនដែរចាមានទាំងកាកបាត់ក្រហមមានទាំងកាយរិទ្ធជាតិគឺមានច្រើនមានសិស្សានុសិស្សមកដែរក្មួយទៅស្ដាប់អ៊ំនិយាយថ្ងៃនេះចាំសម្ដីអ៊ំទោះបីជាក្មួយរៀនដល់ណាក៏ដោយមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងម៉េចក៏ដោយប៉ុន្តែបើក្មួយគ្មានសុជីវធម៌គ្មានគុណធម៌ហើយក្មួយគ្មានភាពមេត្តាធម៌នៅក្នុងខ្លួនទេគ្មានអ្នកណាគេគោរពក្មួយទេចាហើយអ្នកជុំវិញក្មួយទាំងអស់គ្នាក៏គេគោរពតែយុស័កក្មួយនៅពេលណាយុស័ករបស់ក្មួយធ្លាក់ហើយគឺពេលនោះគឺក្មួយគ្មានអ្វីទាំងអស់ចាអញ្ចឹងសំខាន់សិលធម៌គុណធម៌សុជីវធម៌និងភាពមេត្តាធម៌ទៅតែមាននៅក្នុងចិត្តជានិច្ចចានេះជាបណ្ដាំរបស់អ៊ំនិយាយថ្ងៃនេះជើងដល់ក្មួយទាំងអស់ចា